វីដេអូនេះគឺសម្រាប់ឪពុកម្ដាយដែលមានកូនអាយុ2ខួបហើយនៅតែមិនទាន់ចេះទំពាអាហារបាទអញ្ចឹងសូមមើលវីដេអូនេះដល់ចប់ថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីសាស្ត្រធ្វើយ៉ាងណាឲ្យកូនរបស់យើងនឹងចេះទំពានិងញ៉ាំអាហាររឹងបានដោយថ្ងៃនេះមានម្ដាយយកកូនអាយុ1ខួបកន្លះយកមកឆែកសុខភាពជាមួយនឹងខ្ញុំហើយក៏ប្រាប់ថាកូនរបស់ខ្ញុំមិនចេះញ៉ាំអាហារគ្រើមទេនៅតែញ៉ាំបបរកិនគាត់មើលទៅតាម social media ប្រាប់ថាពីមួយខែត្រូវមួយខែត្រូវផ្លាស់ប្ដូរទម្រង់អាហារពីម៉ត់ទៅគ្រើមប៉ុន្តែកូនរបស់គាត់ឲ្យតែឡើងគ្រើមគឺដឹងតែចង្អោរចង់ក្អួតហើយបើគាត់សម្រេចចិត្តបន្តបបរខាប់ម៉ត់ឲ្យកូនរបស់គាត់ញ៉ាំរហូតមកដល់អាយុប៉ុណ្នេះក៏ប៉ុន្តែបញ្ហានេះមានក្មេងជាច្រើនបានជួបបាទហើយសំបីតែកូនហ្វីយ៉ាក៏ដូចគ្នាដែរឲ្យតែឡើងបបរគ្រើមដឹងតែក្អួតចង្អោរហើយមិនព្រមញ៉ាំបបរទេបាទអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ពីវិធីសាស្ត្រចំពោះក្មេងដែលគាត់មិនអាចឡើងពីបបរម៉ត់ទៅបបរគ្រើមបានគឺយើងធ្វើវិធីសាស្ត្រមួយគឺយើងឲ្យកូនយើងផ្លាស់ប្ដូរពីបបរម៉ត់ទៅអាហារដុំតែម្ដងដែលភាសាអង់គ្លេសហៅថា finger foodការផ្លាស់ប្ដូរពីទម្រង់អាហារបែបនេះគឺมันមានការលំបាកទេគឺប៉ាម៉ាក់អាចចាប់ផ្ដើមនៅអាយុដែលស័ក្តិសម8ខែ9ខែឬក៏10ខែហើយយើងយកមួយពេលណាមួយក្នុងមួយថ្ងៃដើម្បីឲ្យកូនរបស់យើងរៀនញ៉ាំអាហារដោយយើងរៀបចំជាទម្រង់អាហារផ្សេងទុនងាយស្រួលទំពាឲ្យគាត់បានឲ្យគាត់ញ៉ាំដោយខ្លួនឯងហើយនៅពេលដែលគាត់អង្គុយញ៉ាំអាហារគឺតែងតែអាចនឹងមានការចង្អោរខ្លះហើយប៉ាម៉ាក់នៅពេលដែលកូនចង្អោរហាមដាច់ខាតមិនសម្ដែងនៅអាការៈភ័យតក់ស្លុតដែលធ្វើឲ្យកូនរបស់យើងនឹងភ័យទៅតាមយើងដែរបាទអញ្ចឹងម៉ាក់ប៉ាទាំងអស់គ្នាព្យាយាមជារៀងរាល់ថ្ងៃរយៈពេល2ទៅ3ខែគាត់នឹងចាប់ផ្ដើមចេះញ៉ាំអាហារទម្រង់ផ្សេងទៅតាមវ័យរបស់គាត់បានឃើញហ្វីយ៉ាញ៉ាំបែបនេះកុំគិតថាហ្វីយ៉ាញ៉ាំច្រើនក៏ពិតអត់ទេគឺហ្វីយ៉ាញ៉ាំបានតិចណាស់តែអ្វីដែលសំខាន់មិនមែនជាបរិមាណនៃការញ៉ាំទេប៉ុន្តែជាគុណភាពនៃអាហារដែលគាត់ញ៉ាំតើគាត់អាចញ៉ាំបានបន្លែផ្លែឈើនិងអាហារផ្សេងបានគ្រប់មុខជារៀងរាល់ថ្ងៃដែរឬក៏អត់ការដែលក្មេងញ៉ាំច្រើនប៉ុន្តែគ្រាន់តែជាបបរសជាមួយនឹងសាច់ផាត់រាវជាដើមគឺมันមានវីតាមីនគ្រប់គ្រាន់ក្នុងការឲ្យគាត់លូតលាស់ជារៀងរាល់ថ្ងៃទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណ